ដល់ 100% ដោយមុខរបស់គាត់បែកបាក់តួឯករបស់យើងកាន់លំពែងដោយទឹកមុខមើលម៉ាត់បំផុតគាត់ប្រាប់ខ្លួនឯងថានេះគឺជាឱកាសតែមួយគត់របស់គាត់ដើម្បីបញ្ចប់វាទាំងអស់ក្នុងពេលតែមួយដោយមានលំពែងនៅក្នុងដៃបុរសរបស់យើងស្រែកថាគាត់នឹងបញ្ចប់ការប្រយុទ្ធដោយការវាយប្រហារតែមួយដោយទឹកមុខផ្ដោតអារម្មណ៍វីរបុរសរបស់យើងត្រៀមខ្លួនសម្រាប់ការគប់ចុងក្រោយដោយកម្លាំងទាំងអស់របស់គាត់ដោយចលនាបឹងវិលបន្ទាប់មកគាត់បានបាញ់លំពែងផ្លេកបន្តដ៏មានឥទ្ធិពលទៅកាន់សត្វចម្លែកបន្ទាប់ពីការគប់តួឯករបស់យើងធ្លាក់មកដីទាំងបែកបាក់បន្តែដោយទឹកមុខជ័យជំនះលំពែងផ្លេកបន្តវាយចំក្បាលស្ដេចយក្សធ្វើឲ្យវាភ្ញាក់ផ្អើលជាមួយនឹងរឿងនោះសត្វចម្លែកត្រូវបានគ្របដណ្ដប់ដោយថាមពលពណ៌មាសដ៏ខ្លាំងក្លាហើយមានអារម្មណ៍ឈឺចាប់នៃការវាយប្រហារបន្ទាប់មកការផ្ទុះដ៏ធំនៃពន្លឺនិងថាមពលបានកើតឡើងដោយគំទេចសត្វចម្លែកម្ដងហើយម្ដងទៀតភ្នែករបស់យក្សសម្លឹងមើលការផ្ទុះហើយវាអាចដកដង្ហើមនៃការឈឺចាប់ចុងក្រោយមួយប៉ុណ្ណោះដោយរាងកាយរបស់វារលាយសត្វចម្លែកព្យាយាមនិយាយអ្វីមួយប៉ុន្តែវាយឺតពេលសម្រាប់វាហើយវីរបុរសរបស់យើងចុះមកដីដោយសុវត្ថិភាពបន្ទាប់ពីការប្រយុទ្ធដ៏ខ្លាំងក្លាទាំងបែកបាក់និងអស់កម្លាំងគាត់សម្លឹងមើលទិដ្ឋភាពហើយមនុស្សនៅក្នុង stream អបអរសាទរនៅពេលដែលគាត់ពិតជាបានវាយសត្វចម្លែកប្រព័ន្ធប្រកាសថាគាត់បានកម្ចាត់សត្វចម្លែកហើយបានឆ្លងកាត់ដំណាក់កាលទី7នៃការកាត់ក្តីផ្លែកបន្តជាមួយនឹងជ័យជំនះគាត់ឡើង level ហើយទទួលបានស្ថិតិជាច្រើនក៏ដូចជាវត្ថុ Heart of Lightning តួឯករបស់យើងសម្លឹងមើលវត្ថុនោះហើយឆ្ងល់ថា Heart of Lightning ដែលគាត់ឈ្នះនោះជាអ្វីភ្លាមនោះគ្រីស្តាល់បញ្ចេញពន្លឺដ៏ខ្លាំងក្លានៅក្នុងដៃរបស់គាត់ហើយគាត់មានអារម្មណ៍ឈឺចាប់ខ្លាំងដោយទឹកភ្នែកហូរចំមកលើមុខរបស់គាត់ឆ្ងល់ថាតើមានអ្វីកំពុងកើតឡើងនៅពេលដែលរាងកាយរបស់គាត់ត្រូវបានដឹកជញ្ជូនទៅកាន់កន្លែងផ្សេងបុរសរបស់យើងឃើញខ្លួនឯងនៅក្នុងកន្លែងចម្លែកមួយហើយឆ្ងល់ថាគាត់បានមកដល់ទីណាស្រមោលដ៏ធំនិងអាចកំបាំងលេចឡើងនៅពីក្រោយគាត់ធ្វើឲ្យគាត់ភ្ញាក់ផ្អើលយ៉ាងខ្លាំងតួឯករបស់យើងព្យាយាមនិយាយប៉ុន្តែមិនអាចដោយឆ្ងល់ថាតើមានអ្វីកើតឡើងគាត់ដឹងថារាងកាយរបស់គាត់នឹងមិនផ្លាស់ទីទេគាត់ត្រូវបានកកនៅនឹងកន្លែងទាំងស្រុងប្រព័ន្ធព័ត៌មានម្ដងហើយម្ដងទៀតថាវត្តមានអាចកំបាំងកំពុងសម្លឹងមើលគាត់យ៉ាងយកចិត្តទុកដាក់ស្រមោលដ៏ធំនោះបន្តសម្លឹងមើលគាត់ហើយវីរបុរសរបស់យើងមានអារម្មណ៍តូចតាចនិងគ្មានអំណាចនៅចំពោះវាដោយមុខសើមញើសគាត់ឆ្ងល់ថាតើសត្វចម្លែកនោះកំពុងព្យាយាមប្រាប់គាត់អ្វីមួយបន្ទាប់មកគាត់ច្របាច់ Heart of Lightning នៅក្នុងដៃរបស់គាត់ហើយពន្លឺពណ៌មាសដ៏អស្ចារ្យចាប់ផ្ដើមភ្លឺពន្លឺដ៏អស្ចារ្យធ្វើឲ្យគាត់ខ្វាក់ភ្នែកហើយទាញគាត់ចេញពីកន្លែងចម្លែកនិងងងឹតនោះតួឯករបស់យើងឃើញខ្លួនឯងត្រឡប់មកវិញនៅលើកំពូលភ្នំដែលជាកន្លែងប្រយុទ្ធបានកាត់ឡើងអេក្រង់មួយលេចឡើងជាមួយនឹងឈុតថ្មីហើយយោបល់ក្នុងឆេតថាគាត់បានសន្លប់នៅលើ stream ម្ដងទៀតអង្គុយនៅលើដីគាត់ឆ្ងល់ថាតើនោះគ្រាន់តែជាឈុតឆាកហ្គេមធម្មតាឬគាត់ក្រោកឡើងហើយសុំទោសចំពោះ stream និយាយថាគាត់បានសន្លប់មួយផ្លែតដោយមានឧបករណ៍នៅក្នុងដៃគាត់និយាយថាគាត់ត្រូវការទទួលយក credits ដែលគាត់រកបាននៅក្នុងបេសកកម្មវីរបុរសរបស់យើងបញ្ចប់បេសកកម្មជាច្រើនហើយ credits របស់គាត់កើនឡើងទៅដល់ជាង 40,000 credit គាត់ប្រកាសថាគាត់អស់កម្លាំងហើយនិយាយលាទៅកាន់ stream ដោយបញ្ចប់ការផ្សាយនៅទីនោះពេលខ្លះក្រោយមកនៅក្នុងហាងកាហ្វេអ្នកគ្រប់គ្រងរបស់គាត់អបអរសាទរគាត់ចំពោះការងារដ៏អស្ចារ្យរបស់គាត់នៅក្នុងការប្រឡងគាត់សួរថាតើ stream ល្អដែរឬទេហើយស្ត្រីនោះនិយាយថាវាពិតជាល្អឥតខ្ចោះដោយស្នាមញញឹមអ្នកគ្រប់គ្រងនិយាយថាគាត់មិនបានចាប់អារម្មណ៍សូម្បីតែ stream បានឈានទៅដល់កំពូលដែលមានមនុស្ស 3,000 នាក់បុរសរបស់យើងសុំទោសនៅពេលដែលគាត់ផ្ដោតលើការប្រឡងហើយស្ត្រីនោះភ្ញាក់ផ្អើលចំពោះការមិនខ្វល់ខ្វាយរបស់គាត់
នាងនិយាយថាសម្រាប់ Rookie នោះពិតជាមិនគួរឲ្យញញៀមអោយហើយពេលដែលគាត់បញ្ចប់ stream គឺល្អឥតខ្ចោះតួឯករបស់យើងយល់ថាភាពតានតឹងបានធ្វើឲ្យគ្រប់គ្នាចង់ដឹងហើយនាងសួរថាតើវាមានគោលបំណងដែរឬទេគាត់ពន្យល់ពីផែនការរបស់គាត់ក្នុងការពិនិត្យមើលរង្វាន់នៅលើ stream បន្ទាប់ដើម្បីឲ្យវាមើលទៅធម្មជាតិជាងដោយស្នាមញញឹមស្ត្រីនោះដឹងថាគាត់យល់ពីជំនួញហើយការព្រួយបារម្ភរបស់មេជារឿងឆោតល្ងង់នាងនិយាយថានាងមានកាដូសម្រាប់វីរបុរសរបស់យើងដែលពិតជាចង់ដឹងអំពីការផ្ដល់ជូននេះស្ត្រីនោះអន់ទៅមុខហើយនិយាយថាវាជាកាដូពិសេសដែលគាត់នឹងមិនអាចបដិសេធបានដោយស្នាមញញឹមដ៏គួរឲ្យអស់សំណើចនាងនិយាយម្ដងទៀតថាកាដូនេះគឺពិសេសណាស់ដោយបន្សល់ទុកនូវភាពអាចកំបាំងហាត់ស៊ូកាសូមឲ្យគាត់ស្វែងរក streamer ឈ្មោះ Hawkeye MC របស់យើង Subuno Kami ចាប់យកឧបករណ៍របស់គាត់ហើយចាប់ផ្ដើមការស្វែងរកដែលនាងបានស្នើសុំគាត់រកឃើញ stream របស់បុរសសក់ទង់ដៃម្នាក់ដែលនិយាយថាប្រធានបទថ្ងៃនេះនឹងគួរឲ្យចាប់អារម្មណ៍ streamer ឈ្មោះ Hawkeye អះអាងថា Subuno Kami អាចជា Narukami ពិតប្រាកដនិងកំណែ Natsume 2.0 គាត់បញ្យល់ថាខណៈពេលដែល Subuno Kami នៅក្នុងការកាត់ក្តីដ៏លំបាកគាត់ក៏កំពុងប្រឈមមុខនឹងបញ្ហាប្រឈមផ្ទាល់ខ្លួនរបស់គាត់ផងដែរហាត់ស៊ូកាមើលទៅហាក់ដូចជាអៀនខ្មាក់បន្តិចចំពោះស្ថានភាពនេះហើយងាកមុខចេញនៅក្នុង streamer និយាយថាគាត់គ្រាន់តែសង្ខេបវាទាំងអស់ព្រមមិនចាំបាច់និយាយវែងឆ្ងាយគាត់ប្រកាសថា Subuno Kami គឺពិតជា Narukami ដែលធ្វើឲ្យវីរបុរសរបស់យើងស្រឡាំងកាំងទៀងស្រុងដោយទឹកមុខជឿជាក់ streamer សក់ទង់ដៃនិយាយថាគាត់គ្មានអ្វីត្រូវបន្ថែមទៀតទេ Subuno Kami ឆ្ងល់ថាតា Hatsuka គិតដូចគ្នានឹង streamer នោះដែរឬទេហើយនាងងាកទៅគាត់ដោយសួរថាតើនាងអាចសួរសំណួរផ្ទាល់ខ្លួនបន្តិចបានទេ Hatsuka ទទួលស្គាល់ថាវាចម្លែកសម្រាប់អ្នកគ្រប់គ្រងដែលសួររឿងនេះដោយមុខរបស់នាងឡើងក្រហមនាងស្តាក់ស្ទើរមួយផ្លែតហើយបន្ទាប់មកសួរដែរផ្ទាល់ថាតើហេតុផលពិតរបស់គាត់សម្រាប់ live streaming គឺជាអ្វីនាងសួរបន្តដោយចង់ដឹងថាតើវាមិនមែនគ្រាន់តែដើម្បីលួចទេ MC របស់យើង Subuno Kami អោបដៃហើយគិតអំពីសំណួរនេះទន្ទឹមនឹងនោះ Hatsuka សម្លឹងមើលគាត់ដោយស្នាមញញឹមភ័យរន្ធត់រងចាំចម្លើយរបស់គាត់ទោះជាយ៉ាងណាក៏ដោយ Subuno Kami ឆ្លើយតបយ៉ាងចំចំថាវា 100% សម្រាប់លុយហើយនោះជាហេតុផលតែមួយដោយចម្លើយចំបែបនេះ Hatsuka ឡើងមុខក្រហមហើយខ្មាត់គេយ៉ាងខ្លាំងមិនដឹងនិយាយអ្វីបន្ទាប់មកនាងនិយាយថាលុយគឺសំខាន់ហើយសុំទោសចំពោះសំណួរប៉ុន្តែគាត់ធានានាងថាវាមិនអីទេក្មេងស្រីនោះបដូរប្រធានបទយ៉ាងលឿនហើយដោយស្នាមញញឹមរំភើបចាប់ផ្ដើមនិយាយអំពីកាដូនាងពន្យល់ថា streamer Hawkeye បាននៅជាមួយទីភ្នាក់ងាររបស់ពួកគេអស់រយៈពេល6ឆ្នាំហើយនិងមានអ្នកគាំទ្រយ៉ាងច្រើនដោយភាពរីករាយ Hatsuka បកឯកសារមួយចំនួននៅលើតុហើយនិយាយថាពួកគេនឹងបែងចែកប្រាក់ទាំងអស់ពី stream នោះ Subuno Kami សួរថាតើពួកគេកំពុងបែងចែកវាជាមួយអ្នកណាហើយនាងឆ្លើយថាវាជាមួយគាត់ព្រោះខ្លឹមសារគឺនិយាយអំពីគាត់ទាំងអស់ MC របស់យើងភ្ញាក់ផ្អើលហើយសួរថាតើនាងច្បាស់ទេខណៈដែលនាងគិតក្នុងចិត្តថាអ្វីបានប្រសើរឡើងតាំងពីគាត់ចូលរួមជាមួយទីភ្នាក់ងារដោយច្របូកច្របល់ទាំងស្រុងចំពោះសំណួរនេះ Hatsuka បញ្ជាក់ថាវាជាប្រាក់រង្វាន់គួរឲ្យភ្ញាក់ផ្អើលនៅតែច្របូកច្របល់បន្តិចនាងព្យាយាមសម្រួលអារម្មណ៍ហើយស្នើឲ្យគាត់ធ្វើការសហការជាមួយ streamer Hawkeye ក្រោយមកត្រឡប់មកក្នុងបន្ទប់របស់គាត់វិញ MC របស់យើង Subuno Kami ហាក់ដូចជាកំពុងពិចារណាលើការសន្ទនារបស់ពួកគេដោយដៃនៅលើមុខរបស់គាត់ត្អូញត្អែគិតថាប្រហែលជាគាត់មិនចាំបាច់ពាក់ម៉ាស់ទេ
គាត់ក៏មានការសោកស្ដាយដែលទទឹងយ៉ាងខ្លាំងថាគាត់កំពុងធ្វើវាគ្រាន់តែដើម្បីលុយសម្លឹងមើលការឆ្លុះបញ្ចាំងរបស់គាត់នៅក្នុងកញ្ចក់ស៊ូប៊ូនូខាមីគិតថាកាលណាគាត់កាន់តែស្និទ្ធស្នាលជាមួយនរណាម្នាក់វាកាន់តែពិបាកក្នុងការដឹងថាគាត់គួរលាក់អ្វីដើម្បីកុំឲ្យគាត់បែកការដាក់គំនិតទាំងនោះមួយឡែកគាត់ចំណាយ 40,000 credits ដើម្បីដំឡើងជំនាញរបស់គាត់ Wedge of Greed ឡើងដល់កម្រិតទី4ហើយវានឹងចំណាយអស់ 80,000 credits ដើម្បីដំឡើងវាម្ដងទៀតបន្ទាប់មកគាត់ដឹងថាគាត់នៅសល់តែ120 credits ប៉ុណ្ណោះហើយសន្និដ្ឋានថាលុយពិតជារឿងសំខាន់បំផុតយ៉ាងហោចណាស់សហការជាមួយហៅខែនៅថ្ងៃស្អែកនេះនឹងផ្ដល់ប្រាក់ខែល្អភ្លាមនោះផ្កាគ្រីស្តាល់មួយលេចឡើងនៅក្នុងដៃរបស់គាត់នៅពេលដែលគាត់ឆ្លុះបញ្ចាំងអំពីអនាគតរបស់គាត់ហើយគាត់ឆ្ងល់ថាតើឈ្មោះរបស់គាត់នឹងត្រូវបានបង្ហាញមុនពេលដែលគាត់ត្រៀមខ្លួនសម្រាប់វាដែរឬទេទន្ទឹមនឹងនោះនៅក្នុងបន្ទប់របស់នាងហាតស៊ូកាកំពុងដេកលើគ្រែគិតអំពីអ្វីគ្រប់យ៉ាងដែលបានកើតឡើងដោយមុខរបស់នាងឡើងក្រហមនាងអោបខ្នើយរបស់នាងយ៉ាងតឹងមើលទៅហាក់ដូចជាធុញថប់ក្មេងស្រីនោះរំលឹកសំណួរដែលនាងបានសួរអំពីការធ្វើអ្វីទាំងអស់ដើម្បីលុយហើយរុញខ្លួនដោយភាពអាម៉ាស់ដោយការដៃខ្នើយមួយនាងស្រែកបញ្ជាក់អារម្មណ៍របស់នាងចំពោះគាត់នាងដឹងថានៅពីក្រោយម៉ាស់នោះមានអាថ៌កំបាំងដ៏ធំមួយដោយសារតែរឿងនោះនាងស្រែកថានាងនឹងមិនសួរសំណួរទៀតទេព្រោះនាងចង់ដឹងខ្លាំងពេកទីបំផុតនាងគិតថាតាំងពីនាងបានជួបស៊ូប៊ូនូខាមីអ្វីក្នុងជីវិតរបស់នាងកាន់តែប្រសើរឡើងដោយការដៃខ្នើយមួយទៀតហាត់ស៊ូកាស្រែកយ៉ាងរំជួយចិត្តថានាងមានអារម្មណ៍ដូចគ្នាជាផ្ទាល់គាត់ពីផលប៉ះពាល់រោមជាច្រើនចាប់ផ្ដើមហោះជុំវិញបន្ទប់នាងបញ្ចេញអារម្មណ៍ទាំងអស់របស់នាងគិតអំពីណារូខាមីស៊ូបារូបុរសដ៏មានអាថ៌កំបាំងដែលមិនមាននរណាម្នាក់ដឹងនឹងថាគាត់លយយ៉ាងប៉ុណ្ណាឈុតឆាកផ្លាស់ប្ដូរទៅជាន់ទី7ដែលជាកន្លែងហ្គោទិកងងឹតមួយឈ្មោះថា Nox Bella យើងឃើញបង្អួចដែលមានពន្លឺនៅក្នុងអគារមួយដែលបង្ហាញថាមាននរណាម្នាក់កំពុងភ្ញាក់នៅខាងក្នុងបុរសសាច់ដុំម្នាក់កំពុងវឹកហាត់យ៉ាងខ្លាំងក្លាខណៈពេលកំពុងមើលការផ្សាយបន្តផ្ទាល់ live stream អ្នកផ្សាយបន្តផ្ទាល់ឈ្មោះ Hawk Eye និយាយនៅលើអេក្រង់ថាមិនចាំបាច់អូសបន្លាយពេលទេហើយថាគ្រាន់តែមើលឃ្លាក៏គ្រប់គ្រាន់ដែរបុរសសាច់ដុំនោះចាប់កាន់ដុំដែកដោយកម្លាំងខ្លាំងបង្ហាញពីកំហឹងរបស់គាត់ច្បាស់ជាមិនចូលចិត្តអ្នកផ្សាយបន្តផ្ទាល់សក់ពណ៌ទង់ដែងនោះបន្តិចសោះបន្ទាប់មកគាត់សួរថាតើបុរសម្នាក់នេះជានរណាហើយតើគាត់គួរហៅគាត់តាមរបៀបសាមញ្ញឬផ្លូវការបុរសម្នាក់ទៀតលេចមុខមកហើយពន្យល់ថាគាត់គឺជាអ្នកផ្សាយបន្តផ្ទាល់ដែលមានអ្នកទស្សនាជាមធ្យម 8,000 នាក់បុរសសាច់ដុំនោះគឺ Kuro Kao Aman មកពី Blue Zone ហើយគាត់និយាយថាគាត់ធ្លាប់សាក់លបងធ្វើជាអ្នកផ្សាយបន្តផ្ទាល់ពីមុនមកដែរមិត្តរួមការងាររបស់គាត់ប្រាប់គាត់ឲ្យភ្លេចរឿង Hawk Eye ហើយផ្ដោតអារម្មណ៍ទៅលើ Subunu Kami ប៉ុន្តែ Aman គ្រាន់តែហៅគាត់ថាជាអ្នកខ្លែងបន្លំប៉ុណ្ណោះនៅលើអេក្រង់អាម៉ាន់ឃើញថាមពលរន្ទះរបស់ MC របស់យឺរហើយមានការភ្ញាក់ផ្អើលចំពោះទិដ្ឋភាពនោះទីបំផុតគាត់នឹកឃើញពាក្យរបស់ Sako Shuhai ដែលជា Knight of the Blue Eyes មិត្តរួមការងាររបស់គាត់មានការភ្ញាក់ផ្អើលនៅពេលដែលអាម៉ាន់ចងចាំរាល់រឿងតូចតាចដែលគាត់ធ្លាប់និយាយអាម៉ាន់និយាយថាពួកគេកោតសរសើរ Blue Eyes ព្រោះពួកគេស្ថិតនៅកំពូលនៃអ្វីៗទាំងអស់ជាងនេះទៅទៀតគាត់គិតថាមានអ្វីមួយដែលគួរឲ្យសង្ស័យខ្លាំងអំពីរបៀបដែលពួកគេទាំងអស់គ្នាត្រូវបានកម្ចាត់ចោលយើងត្រឡប់ទៅអ្នកផ្សាយបន្ទាល់ Hawk Eye ដែលអះអាងថាវារបស់យើងគឺជា Narukami Copy អាម៉ាន់ខឹងសម្បាយ៉ាងខ្លាំងជាមួយនឹងអ្នកផ្សាយបន្ទាល់នោះដោយគិតថាពួកគេគ្រាន់តែបោះបង់ចោលកិត្តិយសរបស់ពួកគេដើម្បីប្តូរយកចំនួនអ្នកទស្សនាដូច្នេះដៃគូរបស់គាត់គ្រាន់តែបិទទូរទស្សន៍ជាមួយនឹងតេឡេបញ្ជាអាម៉ាន់សួរថាហេតុអ្វីបានជាគាត់ផង្ហាយសម្រាមនោះដល់គាត់ហើយបុរសនោះនិយាយថាគាត់មិនចង់ទេ
គាត់បង្ហាប់ថា Guild Master ឈ្មោះ Kayoyu បានបញ្ជាឲ្យគាត់បង្ហាញការផ្សាយនោះមិត្តរួមការងារបញ្យល់ថារន្ទះគឺជានិមិត្តសញ្ញារបស់ Blue Eyes ដែលបានក្លាយជា Blue Zone ហើយពួកគេបានឮថាអ្នកផ្សាយបន្ទាល់ម្នាក់នេះនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីលុយភ្លាមនោះបុរសម្នាក់បានទាញក្រណាត់ធំមួយចេញពីរទេះដោយបង្ហាញនៅរបស់នៅខាងក្នុងពេលឃើញវាភ្នែករបស់អាម៉ាន់បោកធំដោយការភ្លៀងផ្អើលយ៉ាងខ្លាំងមិត្តរួមការងាររបស់គាត់បង្ហាញគាត់នៅដុំមាសជាចាមខ្លីនេះហាត់ថាវិការបានត្រៀមរួចរាល់ដើម្បីនាំគាត់ចូលអាម៉ាន់និយាយមិនចិនមិនអាចជឿលើអ្វីដែលគាត់កំពុងឃើញដោយបែកញើសត្រជាក់គាត់ឆ្ងល់ថាតើអ្នកផ្សាយបន្ទាល់នោះពិតជាឆ្ងល់នឹងលួយខ្លាំងម្ល៉េះឬប្រព័ន្ធប្រកាសពីការចាប់ដើមនៃការប្រឡងជាន់ទី2នៅក្នុងភូមិដែលត្រូវបានបំផ្លាញមួយអ្នកចម្បាំងសក់ពណ៌ទង់ដែងម្នាក់ស្រែកឲ្យពួកគេប្រមូលអ្នករបួសនិងព្យាបាលករណីធ្ងន់ធ្ងរជាមុនសិនជាមួយនឹងទឹកមុខមើងម៉ាត់គាត់បន្តរៀបចំចំនួនដើម្បីអ្នកដែលត្រូវការភ្លាមនោះគាត់បានកត់សម្គាល់អ្វីមួយហើយមុខរបស់គាត់ក៏ភ្លឺឡើងជាមួយនឹងស្នាមញញឹមដ៏ធំនៃការធូរសម្បើយគាត់រត់ទៅរក MC របស់យើងដោយហៅគាត់ថា Benefactor អ្នកមានគុណហើយនិយាយថាគាត់បានភ្ញាក់ហើយយុវជននោះសួរថាតើគាត់មានអារម្មណ៍យ៉ាងណាហើយនិយាយថាអ្នករកគ្នាមានការព្រួយបារម្ភខ្លាំងណាស់ស៊ូប៊ូណាកាមីតឆ្លើយថាគាត់នៅតែវាលមុខហើយអ្នកចម្បាំងនោះនិយាយថាជារឿងធម្មតាទេព្រោះវាទើបតែកើតឡើងកាលពីម្សិលមិញ MC របស់យើងសួរថាតើពួកគេអាចនិយាយគ្នានៅឯផ្ទះសំណាក់បានទេព្រោះគាត់មានសំណួរ2-3អ្នកចម្បាំងនោះយល់ព្រមយ៉ាងអន្ទះសារហើយនិយាយថាគាត់អាចសួរអ្វីក៏បានដែលគាត់ចង់ស៊ូប៊ូនូកាមីសម្លឹងមើលយុវជននោះដោយស្នាមញញឹមហើយគិតក្នុងចិត្តថាពេលលូសហ្គីជាក្មេងល្អក្រោយមកនៅក្នុងបន្ទប់របស់គាត់អង្គុយនៅលើគ្រែដើម្បីវិភាគស្ថានភាពហើយគាត់សម្រេចចិត្តពិនិត្យមើលរង្វាន់ដែលគាត់ទទួលបានសម្រាប់ការប្រឡងគាត់ទទួលបានរបស់មួយដែលមានឈ្មោះថា Heart of Thunder ដែលបង្កើនការវិភាគនិងភាពធន់ MC របស់យើងមិនអាចជឿបានហើយឆ្ងល់ថាតើនេះជារបស់ពិតឬអត់បន្ទាប់មកគាត់ញញឹមនៅពេលគាត់ដឹងថាទាំងនេះគឺជាស្ថិតិដ៏ល្អឥតពិតសម្រាប់អ្នកប្រើប្រាក់រន្ទះជាមួយនឹងស្នាមញញឹមនៃជ័យជំនះ MC របស់យើងគិតថារបស់នេះគឺល្អខ្លាំងណាស់ភ្លាមនោះមានការគោះទ្វេហើយស៊ូប៊ូនូកាមីនិយាយឲ្យចូលមកជាមួយនឹងអ្វីក៏ដោយដែលពួកគេបានយកមកវាគឺជាពេលលូសដែលមកដោយជាមួយនឹងកន្ត្រកផ្លែឈើដ៏ធំមួយជាកាដូស៊ូប៊ូនូកាមីមានការប្លន់ច្រឡំយ៉ាងខ្លាំងចំពោះស្ថានភាពនេះហើយអ្នកទស្សនាសួរថាមានរឿងអ្វីកើតឡើងបន្ទាប់មកអ្នកចម្បាំងនោះសួរថាតើគាត់គេងលក់ស្រួលទេហើយអ្នកទស្សនាចាប់ផ្ដើមនិយាយលេងសើចអំពីការមកលេងនេះមិនយូរប៉ុន្មានពួកគេទាំងពីរអង្គុយនៅតុដើម្បីនិយាយគ្នាឲ្យបានស្ងប់ស្ងាត់ជាងមុន MC របស់យើងនិយាយថារឿងព្រេងនោះគឺជាការពិតដែលធ្វើឲ្យយុវជននោះមានអារម្មណ៍តានតឹងពេលលូសយល់ស្របព្រោះគាត់ក៏បានឃើញពន្លឺនោះដែរហើយអបអរសាទរដែលគាត់បានជួយសង្គ្រោះភូមិទាំងមូលស៊ូប៊ូនូកាមីបន្តមកទាញរបស់មួយចេញពីហៅប៉ៅរបស់គាត់ហើយនិយាយថារបស់នេះបានធ្លាក់ពីលើរាងកាយរបស់យ៉ាក់គាត់បង្ហាញគាត់នៅ Heart of Thunder ហើយពេលលូសមានការភ្ញាក់ផ្អើលមិនអាចជឿនឹងភ្នែករបស់គាត់វារបស់យិនស៊ូថាតើអ្នកចម្បាំងនោះស្គាល់របស់ដ៏អាចធ្វើការនេះដែរឬអត់ទោះជាយ៉ាងណាក៏ដោយជាមួយនឹងទឹកមុខដ៏មើងម៉ាត់ពេលលូសគាត់បាន decide ភ្លាមដោយនិយាយថាគាត់មិនដឹងស៊ូប៊ូនូកាមីមានការសង្ស័យហើយអ្នកទស្សនាបញ្ជាក់មតិថាគាត់ច្បាស់ជាដឹងគ្រប់យ៉ាងអ្នកចម្បាំងនោះសុំទោសហើយនិយាយថាគាត់ស្គាល់តែរឿងព្រេងបុរាណប៉ុណ្ណោះហើយក៏មិនប្រាកដថាវាជារឿងពិតដែរឬអត់ពេលលូសបង្ហាប់ថាគាត់ស្គាល់តែរឿងព្រេង2រឿងប៉ុណ្ណោះដែលធ្វើឲ្យ MC របស់គាត់ភ្ញាក់ផ្អើលបន្ទាប់មកគាត់ចាប់ផ្ដើមនិយាយរឿងព្រេងទី1ដែលនិយាយថារន្ទះត្រូវបានប្រើដើម្បីវាយប្រហារយ៉ាក់ហើយគាត់សន្និដ្ឋានថា MC របស់គាត់ស៊ូប៊ូនូកាមីគឺជាញាក់ដែលបានធ្វើវាខណៈពេលដែលគាត់រៀបការនិយាយរឿងទី2រឿងមួយទៀតនិយាយអំពីរបៀបដែលប្រេះនិងយ៉ាក់បានប្រយុទ្ធគ្នាដើម្បីគ្រប់គ្រងរន្ទះវីរបុរសរបស់គាត់ភ្ញាក់ផ្អើលនឹងការលាតត្រដាងនេះហើយអ្នកចម្បាំងនោះបញ្ជាក់ពីការប្រយុទ្ធបុរាណនោះ
គាត់ពន្យល់ថាវាជារឿងព្រេងនឹងក្នុងរឿងព្រេងហើយថាยักษ์បានចាំងសង្គ្រាមស៊ូប៊ូណូកាមីបន្ទាប់មកសន្និដ្ឋានថាត្បូងនេះត្រូវបានបង្កើតឡើងដោយនរណាម្នាក់ដោយចេតនាពេលលូសនិយាយថាសម្បីតែរឿងព្រេងក៏មិនបានប្រាប់ថានរណាជាអ្នកបង្កើតវាដែរប៉ុន្តែហេតុផលគឺច្បាស់ណាស់គោលដៅគឺដើម្បីអនុញ្ញាតឲ្យមនុស្សសាមញ្ញអាចប្រើប្រាស់ធម្មពលនៃរន្ទះបានហើយហេតុផលដែលពួកគេត្រូវការធម្មពលនេះគឺដោយសារតែព្រះនិងยักษ์ព្រោះសត្វទាំងនេះខ្លាំងពេកសម្រាប់មនុស្សធម្មតាក្នុងការប្រឈមមុខរូបភាពសមោលបង្ហាញថាមនុស្សត្រូវបានទៅដល់ធម្មពលនេះដើម្បីប្រយុទ្ធនិងឈ្នះនោះហើយជាមូលហេតុដែល Heart of Thunder ត្រូវបានបង្កើតឡើងដើម្បីផ្ដល់ឲ្យពួកគេនូវឱកាសប្រយុទ្ធប្រពន្ធប្រកាសថាគាត់បានឃើញរឿងនេះទាំងអស់ហើយបានចប់ Trial of Thunder ដោយជោគជ័យភ្លាមនោះ MC របស់គាត់ចាប់ផ្ដើមរសាត់បាត់ទៅនៃចំពោះអ្នកចម្បាំងហើយពេលលក់ស្រែកហៅអ្នកមានគុណរបស់គាត់ដែលមិនយល់ពីអ្វីដែលទើបតែកាត់ឡើងពេលលូសត្រូវបានទុកចោលដែលមានការផ្លាក់ចម្លោះយ៉ាងខ្លាំងចំពោះអ្វីដែលបានកាត់ឡើងឈុតឆាកបន្ទាប់មកនាំយើងទៅកាន់ជាន់ទី3ទីក្រុងមូរីឈ្មោះថាអូទីណូនៅក្នុងពន្លឺព័ត៌មាន MC របស់យើងស៊ូប៊ូនូកាមីលេចឡើងនៅកណ្ដាលទីលានទីបំផុតគាត់បានមកដល់គោលដៅរបស់គាត់ហើយអ្នកទស្សនាអបអរសាទរការមកដល់របស់គាត់នៅក្បែរនោះបរិះខ្លាតន់តយអំពីការឃើញអ្នក cosplay ជាណារូកាមីម្នាក់ទៀតហើយឆ្ងល់ថាតើពេលណាទើបនានាការនេះនឹងថយចុះការបរិច្ចាគចំនួន 1000 credit លេចឡើងដោយអបអរសាទរគាត់ចំពោះសមិទ្ធផលរបស់គាត់ចំពោះទឹកមុខមើងម៉ាត់ MC របស់យើងដឹងថាមានរឿងសំខាន់ហៀបនឹងកើតឡើងភ្លាមនោះស្ត្រីវ័យក្មេងម្នាក់ដើរទៅរកបុរសវ័យក្មេងម្នាក់ហើយសុំនិយាយជាមួយគាត់មួយផ្លែតវាគឺជារីណាសាន់ដែលកាលនោះហាក់ដូចជាមនុស្សដែលពិបាកចូលចិត្តបំផុតចំពោះស្នាមញញឹមឆ្ងងនាងនិយាយថានាងបានវង្វេងក្រុមរបស់នាងហើយស្ត្រីវ័យក្មេងនោះសួរថាតើគាត់បានឃើញបុរសជាក់លាក់ម្នាក់ទេប៉ុន្តែគាត់ហាក់ដូចជាមានការភាន់ច្រឡំបុរសវ័យក្មេងនោះគិតមួយសន្ទុះហើយពរនាបុរសនោះថាមានកម្ពស់ខ្ពស់ជាងនាងមួយក្បាលបន្ទាប់មកគាត់បញ្ជាក់ថាគាត់បានឃើញបុរសនោះដែលធ្វើឲ្យរីណារំភើបយ៉ាងខ្លាំងចំពោះដំណឹងនេះបុរសវ័យក្មេងនោះចង្អុលទៅទិដែលរស់នោះបានទៅហើយនាងអរគុណគាត់យ៉ាងខ្លាំងចំពោះជំនួយនេះដោយក្តីរីករាយនាងរត់ទៅតាមទិដែលបានចង្អុលបញ្ញាទៅស្វែងរកមេត្តរបស់នាងខណៈពេលដែលភ្លាមនោះស្ត្រីវ័យក្មេងនោះឈប់រត់ហើយបុរសវ័យក្មេងនោះមានការភាន់ច្រឡំអំពីដែលបានកើតឡើងដោយវង្វេងទាំងស្រុងនាងចាប់ផ្ដើមចង្អុលទៅគ្រប់ទិសទីដែលមិនដឹងថាត្រូវទៅណាបុរសវ័យក្មេងនោះបន្ទាប់មកសុំទៅជាមួយនាងព្រោះគាត់កំពុងធ្វើដំណើរទៅកន្លែងតែមួយរីណារំភើបយ៉ាងខ្លាំងចំពោះការផ្ដល់ជំនួយនេះហើយសួរថាគាត់ពិតជាប្រកបទេគាត់បញ្ជាក់បន្តាភ្លាមនោះមានអារម្មណ៍សោកស្ដាយដោយគិតថាគាត់គួរតែក្រោយតែជើងគាត់ថ្ងៃលេខហើយចាក់ឡាក់ទៅនាងណែនាំខ្លួននាងថាជាគីយូកានហើយគាត់និយាយថាឈ្មោះរបស់គាត់គឺណារូកាមីឃីវការចងចាំបញ្ចាប់ឲ្យ MC របស់យើងឆ្ងល់ថាតើអ្នករកគឺអ្នកមកពីពេលនោះនៅមានជីវិតឬអត់ត្រឡប់មកបច្ចុប្បន្នវិញអ្នកទស្សនាម្នាក់ជូនកាដូដល់គាត់ហើយសួរថាគាត់មានអារម្មណ៍យ៉ាងណាជាមួយនឹងទឹកមុខសោកសៅគាត់នឹកឃើញរឿងរ៉ាវទាំងអស់ដែលបានកើតឡើងក្នុងការធ្វើដំណើររបស់គាត់ហើយគាត់ឆ្លើយថាវាមានអារម្មណ៍ដូចជាគាត់បានបាត់បង់អ្វីមួយដែលសំខាន់ខ្លាំងណាស់ MC របស់យើងបន្តមកចាប់យកឧបករណ៍របស់គាត់ដើម្បីបញ្ចប់ការផ្សាយបន្តផ្ទាល់គាត់ប្រកាសថាការផ្សាយបន្តនឹងនៅជាមួយ Hawkeye ហើយបន្តមកបញ្ចប់ការផ្សាយឈុតឆាកផ្លាស់ប្ដូរទៅហាងកាហ្វេដ៏ប្រណីតមួយដែលមនុស្សជាច្រើនកំពុងនិយាយគ្នាស៊ូប៊ូណាកាមីមកដល់ហើយអង្គុយនៅតុដោយសំទោសដែលមកយឺតបុរសវ័យចំណាក់ម្នាក់ដើរមកហើយនិយាយថាហាត់ស៊ឺកាកំពុងធ្វើដំណើរមកកិច្ចប្រជុំបុរសនោះណែនាំខ្លួនថាជា John Tell មកពី S Entertainment ហើយវីរបុរសរបស់យើងគិតក្នុងចិត្តថានេះច្បាស់ជាថៅកែដ៏គួរឲ្យរំខានហើយ MC របស់យើងស៊ូប៊ូណាកាមីស្វាគមន៍គាត់ហើយនិយាយថាគាត់បានឮច្រើនអំពីគាត់ពីអ្នកគ្រប់គ្រងរបស់គាត់ John និយាយថាគាត់ចង់ជួបគាត់ព្រោះគាត់ជាអ្នកលេងទី2ដែលហាត់ស៊ឺការធ្លាប់សរសើរយ៉ាងខ្លាំងវីរបុរសរបស់យើងសួរថាតើនរណាជាអ្នកទី1ហើយបុរសនោះនិយាយថាគាត់មិនចាំបាច់និយាយឈ្មោះទេអ្នកទី1ដែលនាងសរសើរគឺ Subaru Narukami of the Blue Eyes ផ្ទាល់ដែលធ្វើឲ្យ MC របស់យើងតានតាំងបុរសនោះនិយាយថាគាត់ធ្វើឲ្យគាត់ភ្ញាក់អាលហើយថាគាត់យល់ថាវាចម្លែកដែលនាងចាប់អារម្មណ៍នឹងនរណាម្នាក់ដែលមានឈ្មោះដូចគ្នា
ជាមួយនឹងស្នាមញញៀវឆ្ងងឆ្ងងវីរបុរសរបស់យើងគិតចង់សួរសំណួរវៀងវៃមួយដូច្នេះគាត់សួរថាតើបុរសនោះមានការចាប់អារម្មណ៍ណាមួយចំពោះ Gil ដែលគេស្គាល់ថា Blue Eyes ដែរទេគេភ្នែករបស់ Subunakami ភ្លឺឡើងយ៉ាងខ្លាំងខណៈដែលគាត់រងចាំចម្លើយជាមួយនឹងស្នាមញញឹមប្រកបដោយទំនុកចិត្តថៅកែក៏សង្កត់พฤติកម្មរបស់គាត់ហើយនិយាយថាគាត់មិនមែនមិនចាប់អារម្មណ៍ទាំងសឹងទេចនបង្ហើបថានេះជាហេតុផលមួយដែលគាត់ចង់ជួបគាត់ផ្ទាល់ MC របស់យើងមើលឧបករណ៍របស់គាត់ហើយរកឃើញរង្វាន់ធំសម្រាប់ការប្រកួតមួយជាមួយនឹងទឹកមុខភ្ញាក់ផ្អើលគាត់ឆ្ងល់ថាតើនេះជារឿងពិតឬអត់ហើយស្ថិតក្នុងភាពតក់ស្លុតថាមពលពណ៌មាសចាប់ផ្ដើមចេញពីកណ្ដាប់ដៃរបស់គាត់ខណៈដែលគាត់ក្តាប់វាយ៉ាងតឹងឧបករណ៍បង្ហាញថា Subaru Narukami បានបញ្ចប់ការផ្សាយផ្ទាល់ហើយគាត់คล้ายជាមនុស្សដែលពោពេញដោយការគិតនៅក្នុងចន្ទរយន្តស្ត្រីវ័យក្មេងម្នាក់មើលឧបករណ៍របស់នាងហើយនិយាយថាការផ្សាយបានបញ្ចប់ហើយបន្ទាប់មកនាងដើរចេញហើយឆ្ងល់ថាតើអ្វីបានបញ្ចប់នៅម្ខាងទៀតដែរឬជំហានជើងរបស់នាងបន្លឺឡើងពេញព្រៃខណៈពេលដែលនាងដើរកាត់ទេសភាពដែលមានព្រាលធ្លាក់នាងបន្តបំណើររបស់នាងតែម្នាក់ឯងចំកណ្ដាលទេសភាពដ៏ត្រចៀកនិងស្ងាត់ជ្រងំពេលទៅដល់គោលដៅនាងឃើញបុរសម្នាក់ដែលមានសក់កប្រាក់ហើយសួរថាតើវាចប់ហើយឬនៅបន្ទាប់មកគាត់ងាកមកហើយបញ្ជាក់ថាវាបានបញ្ចប់មួយរយៈហើយនាងសួរថាគាត់កំពុងធ្វើអ្វីហើយបុរសវ័យក្មេងនោះនិយាយថាគាត់គ្រាន់តែពិចារណាគាត់កំពុងគិតថាតើគាត់គួរតែបញ្ចប់ជីវិតអ្នកចម្បាំងទឹកកកទាំងនោះឬគួរតែគ្រាន់តែដោះលែងពួកគេឲ្យទៅដោយសន្តិភាពស្ត្រីវ័យក្មេងនោះនិយាយថាគាត់គួរតែបញ្ចប់ពួកគេទៅព្រោះពួកគេដឹងថាអ្នកណាជាអ្នកបញ្ជូនពួកគេមកប៉ុន្តែបុរសវ័យក្មេងនោះនិយាយថាគាត់មិនប្រកាសទេហើយនោះហើយជាមូលហេតុដែលគាត់ស្តាក់ស្ទើរក្នុងការធ្វើសកម្មភាពគាត់ប្រកែកថាប្រសិនបើជាខៃយ៉ូជូគាត់នឹងមិនបញ្ជូនអ្នកចម្បាំងខ្សោយបែបនេះមកទេនាងតបថាការដកលែងពួកគេគឺជាបញ្ហាព្រោះទីតាំងរបស់ពួកគេអាចនឹងត្រូវបានលាតត្រដាងភ្លាមនោះដាវតកកជាច្រើនបាំងផ្ទុះចេញទីដីត្រៀមវាយប្រហារស្ត្រីវ័យក្មេងនោះបានលោតចូលទៅក្នុងក្របភ្លៀងនៃដាវដើម្បីដោះស្រាយស្ថានភាពជាមួយនឹងកាយវិការសាមញ្ញមួយនាងគ្រប់គ្រងដាវតកកចំនួនរាប់មិនអស់នៅលើអាកាសបន្ទាប់មកដាវទាំងនោះចាប់ផ្ដើមវិលជុំវិញនាងជាមួយនឹងថាមពលពណ៌ខៀវដ៏ខ្លាំងក្លាពេលឃើញបែបនេះបរោះសក់ពណ៌ប្រាស់នោះបានស្រែកយ៉ាងអស់សង្ឃឹមឲ្យនាងឈប់ទោះជាយ៉ាងណាក៏ដោយវាហួសពេលទៅហើយព្យុះតកកបានបុកសម្រុកទៅមុខយ៉ាងពេញទំហឹងដាវទាំងនោះបានវាយប្រហារអ្នកចម្បាំងតកកចំដោយគំទេចពួកគេទៅជាបំណែករាប់មិនអស់អ្នកចម្បាំងម្នាក់មានរាងកាយខាងលើត្រូវបានគំទេចទាំងស្រុងដោយកម្លាំងនៃការប៉ះទង្គិចហើយដូច្នេះមួយសត្រូវទាំងអស់ត្រូវបានបំផ្លាញទាំងស្រុងដោយសមរភូមិត្រូវបានសម្អាតគាត់ស្រែកយ៉ាងខឹងសម្បារដោយសួរថានាងកំពុងគិតអ្វីបន្ទាប់មកនាងពន្យល់ថាប្រសិនបើនាងដោះលែងពួកគេនឹងដឹងថាពួកគេទាំងពីរនាក់នៅមានជីវិតនៅឡើយស្ត្រីវ័យក្មេងនោះនិយាយថាគាត់ត្រូវតែមានចិត្តដាច់ជាងនេះហើយគាត់សុំទោសចំពោះការស្តាក់ស្ទើររបស់គាត់បរិសវ័យក្មេងសក់ពណ៌ប្រាក់នោះបន្ទាប់មកយកឧបករណ៍របស់គាត់ចេញមកដោយមើលទៅពោពេញដោយការគិតបន្ទាប់មកនាងបង្ហាញគាត់នៅអ្វីមួយនៅលើឧបករណ៍របស់នាងហើយសុំឲ្យគាត់មើលអ្វីដែលសំខាន់ពេលឃើញអេក្រង់បុរសវ័យក្មេងនោះភ្ញាក់ផ្អើលហើយនាងស្រែកដោយកំហឹងចំពោះស្ថានភាពនោះជាមួយនឹងភ្នែកក្រហមដោយការស្អប់ខ្ពើមនាងហៅមនុស្សដែលនាងកំពុងឃើញថាជាមនុស្សថោកទាបទីបញ្ចប់គាត់សួរថាតើវាធ្វើឲ្យនាងខឹងទេហើយនាងឆ្លើយថាវាច្បាស់ណាស់នៅលើអេក្រង់ឧបករណ៍គឺជារូបភាពនៃស្បែកជើងមួយគូរបស់អតីតសមាមិត្តបុរសវ័យក្មេងនិយាយថាវាជានុយជាអន្ទាក់ដើម្បីទាក់ពួកគេឲ្យចេញមកក្រៃជាមួយនឹងទឹកមុខខឹងសម្បារ
ស្ត្រីវ័យក្មេងដឹងថាពួកគេប្រហែលជាដឹងថានាងនៅរស់ហើយនិយាយថាពួកគេមិនអាចនៅស្ងៀមបានទេពួកគេត្រូវតែយករបស់នោះមកវិញបុរសវ័យក្មេងយល់ព្រមដោយគាត់សម្គាល់ថាគាត់មិនមានប្រយោជន៍ក្នុងបេសកកម្មលួចលាក់នោះទេប៉ុន្តែនាងពូកែខាងរឿងនេះណាស់នាងតបថាគាត់និយាយច្រើនពេកហើយថានាងបានសម្រេចចិត្តភឿវារួចហើយភ្លាមនោះគាត់ចាប់ដៃនាងហើយសុំឲ្យនាងរងចាំបន្តិចដោយពន្យល់ថាគាត់មិនមែនមានន័យថាពួកគេគួរតែចូលទៅដោយគ្មានផែនការនោះទេផែនការគឺត្រូវលួចយករង្វាន់ភ្លាមនៅពេលដែលអ្នកឈ្នះការប្រកួតត្រូវបានសម្រេច John Theo បង្ហាញស្បែកជើងហើយនិយាយថាវាជាវត្ថុអនុស្សាវរីយ៍ពីសមាជិកម្នាក់នៃ Blue Eyes បន្ទាប់មកគាត់សួរថាតើ MC របស់យើងចាប់អារម្មណ៍នឹងរបស់នោះដែរឬទេហើយគាត់បញ្ជាក់ជាមួយនៅទឹកមុខពោពេញដោយការស្អប់ខ្ពើមគាត់និយាយថាគាត់មានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការទទួលបានរង្វាន់នោះ John សប្បាយចិត្តព្រោះគាត់មិននឹកស្មានថាគាត់នឹងស៊ីនុយខ្លាំងបែបនេះហើយគាត់ស្នើគម្រោងមួយដែលវីរបុរសរបស់យើងនឹងស្វែងរកវត្ថុបុរាណនៃ Blue Eyes MC របស់យើងខឹងសម្បាយ៉ាងខ្លាំងចំពោះភាពក្លាហានរបស់ពួកគេភ្នែករបស់គាត់ឆេះដោយកំហឹងគាត់គិតថាពួកគេកំពុងប្រើវត្ថុអនុស្សាវរីយ៍របស់ Toshi ជាការទាក់ទាញក្នុងសៀកឃើញប្រតិកម្មរបស់គាត់ John សួរថាតើមានអ្វីខុសឬមានអ្វីរំខានគាត់ឬអត់ Subunokami ធ្វើឲ្យខ្លួនឯងស្ងប់ហើយជាមួយនឹងទឹកមុខមើងម៉ាត់និងស្នាមញញឹមពេញចិត្តនិយាយថាគាត់នឹងធ្វើវាចៅហ្វាយនិយាយថាល្អណាស់ហើយថាគាត់សប្បាយចិត្តណាស់បន្ទាប់មក Subunokami ក្រោកឈរឡើងហើយនិយាយលាដោយបញ្ជាក់ថាគាត់នឹងចាក់ចេញ John និយាយថាគាត់នឹងតែងតែលើកទឹកចិត្តគាត់ពីក្រោយអេក្រង់នៅពេលដែល Subunokami ដើរចេញទៅទោះយ៉ាងណាក៏ដោយជាមួយនឹងទឹកមុខខឹងសម្បា MC របស់យើងស្បត់ថាគាត់មិនអាចអនុញ្ញាតឲ្យនរណាម្នាក់ទៀតទទួលបានរង្វាន់នោះឡើយក្រោយមកនៅក្នុងបន្ទប់របស់គាត់ Subunokami ដេកនៅលើគ្រែរបស់គាត់ដើម្បីសម្រាកនិងគិតអំពីការប្រកួតគាត់ឆ្ងល់ថាតើការប្រកួតនឹងទៅជាព្រឹត្តិការណ៍បែបណាវីរបុរសរបស់យើងគិតថាគាត់នឹងដឹងគុណយ៉ាងខ្លាំងប្រសិនបើការប្រកួតជាការប្រកួតមួយទល់នឹងមួយប៉ុន្តែមិនយូរប៉ុន្មានគាត់ដឹងថាឥឡូវនេះមិនមែនជាពេលដែលត្រូវរើសអើងនោះទេភ្លាមនោះសំឡេងមួយបានហៅគាត់ហើយវីរបុរសរបស់យើងដឹងថាវាជាហាត់ស៊ូកាដែលកំពុងហៅដោយភាពភ្ញាក់ផ្អើល MC របស់យើងប្រញាប់ក្រោកឡើងអង្គុយលើគ្រែដើម្បីឆ្លើយតបការហៅអង្គុយលើគ្រែគាត់សម្លឹងមើលទៅទ្វារទាំងពាក់របាំងមុខដែលនៅក្បែរគាត់ការសម្លឹងមើលយ៉ាងយកចិត្តទុកដាក់របស់គាត់បង្ហាញថាគាត់មានការប្រុងប្រយ័ត្នទាំងស្រុងចំពោះអ្វីដែលអាចនឹងកើតឡើងបន្ទាប់នៅពេលបើកទ្វារ Subunokami បានជួបនឹងហាត់ស៊ូកាដែលស្លៀកពាក់យ៉ាងស្អាតសម្រាប់ឱកាសនោះមុខរបស់នាងឡើងក្រហមស្ត្រីវ័យក្មេងមានអារម្មណ៍ខ្មាស់អៀនដែលឃើញ MC របស់យើងភ្លាមបែបនេះដោយពាក់របាំងមុខគាត់អញ្ជើញនាងចូលហើយនាងឆ្ងល់ថាហេតុអ្វីបានជាគាត់ពាក់វានៅក្នុងបន្ទប់របស់គាត់ហាត់ស៊ូកាមានអារម្មណ៍ភ័យនិងឆ្កងយ៉ាងខ្លាំងចំពោះការអញ្ជើញឲ្យចូលខាងក្នុងឃើញប្រតិកម្មរបស់នាងគាត់និយាយថាពួកគេអាចនិយាយគ្នានៅតាមផ្លូវដើរបានប៉ុន្តែស្ត្រីវ័យក្មេងបដិសេធភ្លាមនាងប្រញាប់យល់ព្រមចូលក្នុងបន្ទប់ដើម្បីឲ្យពួកគេអាចនិយាយគ្នាបានល្អជាងមុននៅក្នុងបន្ទប់អ្នកទាំងពីរអង្គុយក្នុងភាពស្ងៀមស្ងាត់ដ៏ឆ្កងនៅឆ្ងាយពីគ្នាបន្តិចការបញ្ចេញមតិរបស់ហាត់ស៊ូកាបង្ហាញពីភាពភ័យនិងតានតឹងរបស់នាងចំពោះស្ថានភាពនេះបន្ទាប់មកនាងសម្គាល់ឃើញការតុបតែងនិងដឹងថាបន្ទប់របស់គាត់គឺសាមញ្ញនិងមានរបៀបរៀបចំស្ត្រីវ័យក្មេងនៅតែអង្គុយលើកៅអីខណៈដែលវីរបុរសរបស់យើងសម្លឹងមើលនាងពីលើគ្រែដោយស្ងៀមស្ងាត់ Subunokami គិតថាដូចការរំពឹងទុកជម្រៅនៃធម៌ពលវេជ្ជមន្តរបស់នាងគឺធំធេងហើយមិនថាគាត់មើលយ៉ាងណាទេហាត់ស៊ូកាមិនមែនជាប្រភេទមនុស្សដែលគ្រាន់តែជាអ្នកគ្រប់គ្រងនោះទេនាងមានអារម្មណ៍ច្របល់ដោយភាពស្ងៀមស្ងាត់ហើយសួរថាតើមានអ្វីខុសជាមួយមុខរបស់នាងឬអត់
ស្ត្រីវ័យក្មេងបន្ទាប់មកបញ្យល់ថានាងមកយកឯកសារយោងសម្រាប់ការប្រកួតជាមួយនឹងស្នាមញញឹមដ៏ឆ្ខាំងឆ្កាងហាត់ស៊ូកាសុំទោសហើយដកឯកសារដែលនាងបានយកមកដោយមានឯកសារនៅក្នុងដៃនាងបញ្យល់ថាការប្រកួតនឹងក្លាយជា Scramble Match ដោយបន្តនិយាយថាវាជាទម្រង់សាមញ្ញដែលអ្នកលេងប្រយុទ្ធដើម្បីរង្វាន់ MC របស់យើងគឺ Subono Kami យល់ថាវានឹងក្លាយជាការប្រយុទ្ធដោយសេរីសម្រាប់ទាំងអស់គ្នាហើយស្ត្រីវ័យក្មេងបញ្ជាក់Hatsuka បង្ហាញថាឆាកនឹងក្លាយជាកន្លែងសាកល្បងនិម្មិតដោយគ្មានដែនកំណត់អ្នកលេងនាងនិយាយថានាងនឹងផ្ញើទិន្នន័យពីការប្រកួតកន្លងមកទៅកាន់ឧបករណ៍របស់គាត់សម្លឹងមើលអេក្រង់គាត់ដឹងថាទិន្នន័យទាំងអស់គឺអំពីខ្លួនគាត់និងអតីតកាលរបស់គាត់ Subono Kami អរគុណនាងសម្រាប់ការខិតខំប្រឹងប្រែងរបស់នាងហើយនាងនិយាយថាវាគ្រាន់តែជាការងាររបស់នាងប៉ុណ្ណោះភ្លាមនោះ Hatsuka ផ្លាស់ប្ដូរទៅជាមើងម៉ាត់ហើយសួរថាតើគាត់បានឮអ្វីពីនាយកដែរឬទេ MC របស់យើងគិតភ្លាមថានាងកំពុងសម្ដៅទៅលើ Blue Zone បន្ទាប់មកយើងឃើញ Kyoju ដែលជាមេដឹកនាំនៃ Guild ដែលចង់ជ្រើសរើសគាត់នៅតម្លៃណាក៏ដែរ Subono Kami ក្តាប់ដៃរបស់គាត់ហើយឆ្ងល់អំពីការចាប់អារម្មណ៍របស់ Blue Zone ចំពោះគាត់ Hatsuka បង្ហាញថានាងបានទទួលសារពីពួកគេនិយាយថាពួកគេចង់ជួបគាត់នាងគិតថាពួកគេនឹងចរចាប៉ុន្តែ Subono Kami គ្រាន់តែប្រាប់នាងឲ្យមិនអើពើនឹងពួកគេជាមួយនឹងការឆ្លើយតបដោយផ្ទាល់បែបនេះ Hatsuka ត្រូវបានទុកឲ្យនៅភ្ញាក់ផ្អើលនឹងនិយាយមិនចេញទីបំផុតគាត់បញ្ជាក់ថាគាត់ពិតជាគ្មានបំណងចូលរួមជាមួយ Blue Zone ឬ Guild ផ្សេងទៀតទេដោយបានលីការឆ្លើយតបរបស់ Subono Kami Hatsuka មានការរំភើបយ៉ាងខ្លាំងហើយអបអរសាទរដោយកណ្ដាប់ដៃទៅលើអាកាសនាងនិយាយថានាងកំពុងពិភាក្សាថាតើគួរប្រាប់គាត់ឬអត់ប៉ុន្តែឥឡូវនេះនាងសប្បាយចិត្តដែលនាងបានធ្វើជាមួយនឹងស្នាមញញឹមដ៏គួរឲ្យស្រឡាញ់ស្ត្រីវ័យក្មេងនិយាយលាហើយប្រាប់គាត់ឲ្យរីករាយនឹងពេលវេលារបស់គាត់រហូតដល់ការសហការមើលនាងចាកចេញ MC របស់យើងគិតថានាងកំពុងអបអរសាទរហាក់ដូចជាសំណាងល្អទាំងអស់ជារបស់នាងដោះរបាំងមុខរបស់គាត់ចាប់អារម្មណ៍នឹងភាពងប់ងល់របស់នាងចំពោះការងាររបស់នាងនៅខាងក្រៅ Hatsuka បន្តអបអរសាទរហើយគាត់បញ្ជាក់ថានាងមិនមែនជាមនុស្សធម្មតាទេឈុតឆាកបន្ទាប់នាំយើងទៅកាន់សង្វៀនប្រយុទ្ធដ៏ធំមួយដែលគ្មានមនុស្សនៅកណ្ដាលសង្វៀនយើងឃើញ John Tail និយាយទៅកាន់ញាក់ផ្សាយផ្ទាល់ streamer សក់ទង់ដែងដែលគេស្គាល់ថា Hawkeye John បញ្យល់ថាផែនការថ្ងៃនេះគឺជាការសាក់លបងទេពកោសល្យរវាងចាស់នៅថ្មី Hawkeye ចូលចិត្តការប្រកាសដ៏ក្លាហាននេះប៉ុន្តែព្រមានថាវានឹងក្លាយជាការវាយប្រហារដ៏ធំមួយសម្រាប់គាត់ប្រសិនបើគាត់ចាញ់ជាមួយនឹងទឹកមុខជឿជាក់អ្នកផ្សាយផ្ទាល់និយាយថាគាត់ទទួលយកព្រោះគាត់ត្រូវការឈ្នះទំនុកចិត្តពីទស្សនិកជនដោយភាពក្រអឺតក្រទមបន្ទាប់មកគាត់សួរថាតើគាត់ធ្លាប់ចាញ់ការប្រយុទ្ធតែមួយដៅដែរឬទេនាយកយកឃើញថាគាត់ពិតជាវាយរឹកហើយ Hawkeye គ្រាន់តែញញឹមចំពោះមតិយោបល់នោះភ្លាមនោះ Hatsuka មកដល់ដោយហៅរកនាយកនិងរំខានការសន្ទនារបស់ពួកគេ Subono Kami និងនាងចូលមកជិតហើយបុរសនោះបានសរសើរអ្នកទាំងពីរចំពោះការងារល្អរបស់ពួកគេជាមួយនឹងទឹកមុខដ៏ប៉ិនប្រសប់ Hawkeye គិតថានេះជាឱកាសរបស់គាត់ក្នុងការក្លាយជាតារាទន្ទឹមនឹងនេះ Subono Kami ចាប់អារម្មណ៍នឹងកន្លែងនេះហើយអ្នកផ្សាយខ្ទល់ចូលមកជិតគាត់ដោយស្នាមញញឹមដ៏រំភើបបុរសសក់ទង់ដែងណែនាំខ្លួនជាផ្លូវការថាជាអ្នកផ្សាយផ្ទាល់ Hawkeye MC របស់យើងណែនាំខ្លួនហើយបុរសនោះធ្វើដូចជាអ្នកគាំទ្រដ៏រំភើបយ៉ាងខ្លាំង John Tail រំខានហើយប្រាប់ពួកគេឲ្យទុកការជជែកសម្រាប់ការផ្សាយផ្ទាល់ដែលហៀបនឹងចាប់ផ្ដើមមិនយូរប៉ុន្មាន Hawkeye ចាប់ផ្ដើមការផ្សាយហើយស្វាគមន៍អ្នកទស្សនារបស់គាត់ចំនួនអ្នកទស្សនាហក់ឡើងទៅដល់ 12,000 នាក់ធ្វើឲ្យអ្នកផ្សាយផ្ទាល់ភ្ញាក់ផ្អើលជាមួយការគាំទ្រនេះបន្ទាប់មកគាត់ប្រកាសថាមនុស្សដែលគ្រប់គ្នារងចាំបានមកដល់ហើយ MC របស់យើង Subono Kami
ដើរទៅមុខមួយជំហានដើម្បីណែនាំខ្លួនដល់ទស្សនិកជនហកអាយណែនាំគាត់ឲ្យការជជែកកម្សាន្តឬឆាតផ្ទុះឡើងនៅចំពោះវីរបុរសរបស់យើងអ្នកផ្សាយផ្ទាល់សួរថាតើគាត់មានអត្តកម្មអ្វីឬអត់ព្រោះសូម្បីតែអ្នកគ្រប់គ្រងរបស់គាត់ក៏មិនដែលឃើញមុខគាត់ដែរស៊ូប៊ូនូខាមីបដិសេធថាមិនមានអត្តកម្មអ្វីទេហើយអះអាងថាគាត់ពិតជាសង្ហាណាស់បុរសនិយាយថាគាត់នឹងមិនចាញ់គាត់ទេយ៉ាងហោចណាស់ក៏មិនមែនក្នុងផ្នែករូបរាងដែរហកអាយគិតថាគាត់ជាបុរសសង្ហាហើយថោនត្អែរថាមិនមានមិត្តភក្តិឬមិត្តស្រីនៅពីក្រោយឆាកហាត់ស៊ូកាមីមើលទៅសប្បាយចិត្តខ្លាំងណាស់ហើយចនសំឡឹងមើលនាងដោយទឹកមុខមើងម៉ាត់ហៅអាយបន្តមកឈប់លេងសើចហើយនិយាយថាពួកគេកំពុងបន្តទៅព្រឹត្តិការណ៍សំខាន់ភ្លាមនោះអេក្រង់ធំមួយភ្លឺឡើងហើយប្រកាសពីការចាប់ផ្ដើមនៃការសាក់លបងភ្លាមនោះពន្លឺភ្លឺចិញ្ចាយពាសពេញសង្វៀនទាំងមូលបន្ទាប់មកកងទ័ពមនុស្សយន្តលេចឡើងសម្រាប់ការប្រកួតប្រជែងដែលហៀបនឹងចាប់ផ្ដើមគាត់ពន្យល់ពីហេតុផលដែលគាត់ជ្រើសរើសការសាក់លបងពិសេសនេះអ្នកផ្សាយផ្ទាល់បង្ហាញថាមានហេតុផលពីរសម្រាប់ការជ្រើសរើសរបស់គាត់ទី1គឺការសាក់លបងនេះល្អឥតខ្ចោះសម្រាប់វាស់ស្ទង់ការគ្រប់គ្រងរបស់អ្នកលេងជាមួយនឹងស្នាមញញឹមដ៏ជឿជាក់គាត់ត្រៀមខ្លួនដើម្បីបង្ហាញហេតុផលទី2ព្រោះឥឡូវនេះគាត់អាចបញ្ជាក់នៅអ្វីដែលគាត់បាននិយាយហើយតារាងពិន្ទុបង្ហាញពីចំណាត់ថ្នាក់នៃការសាក់លបងអ្នកទស្សនាម្នាក់សង្ស័យលើគាត់ប៉ុន្តែស៊ូប៊ុនណាកាមីនិយាយថាគាត់នឹងមិនទទួលយកទេប្រសិនបើគាត់មិនមានទំនុកចិត្តនៅចំពោះមុខមនុស្សយន្តជាច្រើនត្រៀមវាយប្រហារភ្នែករបស់ពួកគេភ្លឺពណ៌ក្រហមដើម្បីបង្ហាញថាពួកគេយកចិត្តទុកដាក់តារាងពិន្ទុត្រូវបានបង្ហាញម្ដងទៀតដោយរំលេចពិន្ទុអតិប្រាមា43ការជជែកកម្សាន្តត្រូវបានបែងចែកដោយសារអ្នកខ្លះជឿថាគាត់អាចសម្រេចបាននៅស្នាដៃនេះទីបំផុតវីរបុរសរបស់យើងស៊ូប៊ុនណាកាមីយកទីតាំងរបស់គាត់នៅកណ្ដាលសង្វៀនសម្រាប់ការប្រយុទ្ធភ្លាមនោះអ្នកទស្សនាម្នាក់ដាក់បេសកកម្ម 10,000 ក្រេឌីតសម្រាប់វីរបុរសរបស់យើងឃើញបែបនេះអ្នកគាំទ្រជាច្រើនទៀតផ្ញើក្រេឌីតបន្ថែមហើយគាត់ទទួលយកការប្រកួតប្រជែងរបស់មនុស្សគ្រប់គ្នាការជជែកកម្សាន្តបញ្ចេញអតិថាមានតែអ្នកថ្មីទេដែលនឹងរងទុក្ខហើយហោកអាយយល់ស្របនឹងអ្វីដែលត្រូវបាននិយាយនោះហើយជាមូលហេតុដែលគាត់ប្រកាសថាគាត់នឹងដល់ប្រាក់បេសកកម្មទាំងអស់ទៅឲ្យស៊ូប៊ុនណាកាមីមិនយូរបំផុតអ្នកផ្សាយផ្ទាល់ដកនាឡិកាឈប់ហើយត្រៀមខ្លួនដើម្បីចាប់ផ្ដើមព្រឹត្តិការណ៍ជាមួយនឹងការស្រែកយ៉ាងរំភើបគាត់ចុចប៊ូតុងហើយស្រែកថាចាប់ផ្ដើមដូច្នេះការរាប់ថយក្រោយរយៈពេល3នាទីចាប់ផ្ដើមដោយគាត់សម្គាល់ពេលវេលាសម្រាប់ការប្រកួត MC របស់យើងត្រូវបានហ៊ុំព័ទ្ធដោយហ្វូងមនុស្សយន្តដែលត្រៀមវាយប្រហារដោយមិនខ្ជិះខ្ជាយពេលមួយផ្លែតគាត់បើកដំណើរការសមត្ថភាពរន្ទះរបស់គាត់ហើយត្រៀមខ្លួនសម្រាប់ការប្រយុទ្ធជាមួយនឹងល្បឿនមិនគួរឲ្យយឺគាត់គេចពីការវាយប្រហារពីមនុស្សយន្តមួយបន្ទាប់មកគាត់ចាប់ក្បាលមនុស្សយន្តដោយដៃដែលបញ្ចូលអគ្គិសនីរបស់គាត់ហើយគាត់ក្រវែងវាដោយកម្លាំងពេញទំហឹងបំផ្លាញវានិងទទួលបានពិន្ទុបំពងរបស់គាត់ឃើញទស្សនវិជ្ជានេះហកអាយរំភើបយ៉ាងខ្លាំងចំពោះការកើតឡើងនៃ Thunder MC របស់យើងស៊ូប៊ុននូកាមីបន្ទាប់មកក៏ហៅដាវដ៏ខ្លាំងក្លារបស់គាត់សម្រាប់ការប្រយុទ្ធហើយគាត់វាយប្រហារមនុស្សយន្តជាច្រើនដោយនាឡិកានៅសល់2នាទីនិង39វិនាទីមនុស្សយន្តឈានទៅមុខភ្នែកពណ៌ក្រហមរបស់ពួកគេភ្លឺដោយកំហឹងស៊ូប៊ុនណាកាមីត្រូវបានហ៊ុំព័ទ្ធពីគ្រប់ទិសទីនៅកណ្ដាលសង្វៀនដោយនៅសល់2នាទីនិង3វិនាទីនៅលើនាឡិកាគាត់ទប់ស្កាត់ការវាយប្រហារដោយថាមពលអគ្គិសនីរបស់គាត់ការជជែកកម្សាន្តបញ្ចេញមតិថាការប្រយុទ្ធតាមអាកាសគឺជាជំនាញដើមរបស់វីរបុរសរបស់យើងបន្ទាប់មកគាត់ហោះទៅរកមនុស្សយន្តមួយដើម្បីត្រៀមសម្រាប់ការវាយប្រហារបន្ទាប់របស់គាត់កាន់ដាវរបស់គាត់យ៉ាងរឹងមាំ
គាត់ប្រមូលផ្ដុំធម្មពលទាំងអស់របស់គាត់ដាវរបស់គាត់ភ្លឺដោយធម្មពលពណ៌មីសងងឹតយ៉ាងខ្លាំងមិនយូរបន្មាណគាត់បញ្ចេញការវាយប្រហារវិលជុំបំផ្លិចបំផ្លាញលើសត្រូវទាំងអស់ពិន្ទុឡើងដល់20ដោយនៅសល់1នាទីនិង22វិនាទីមនុស្សយន្តមួយត្រូវបានកំទេចទាំងស្រុងដោយកម្លាំងនៃការវាយប្រហារការជជែកកំសាន្តជឿជាក់ថាគាត់នឹងវាយដៃពិន្ទុលេខ2យ៉ាងងាយស្រួល Hawkeye មើលអ្វីៗទាំងអស់ហើយភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះជំនាញរបស់វីរបុរសរបស់យើងទឹកភ្នែកហូរចុះមកភ្នែករបស់គាត់ភ្ញាក់ផ្អើលដោយទិដ្ឋភាពដែលគាត់កំពុងឃើញដោយនៅសល់13វិនាទីពិន្ទុគឺនៅ40ហើយសត្វចម្លែកមួយត្រូវបានបរាជ័យបន្ទាប់មកគាត់ត្រៀមខ្លួនដើម្បីធ្វើការវាយប្រហារចុងក្រោយដល់សត្រូវដែលនៅសល់ដោយនៅសល់9វិនាទីពិន្ទុឈានដល់40នៅពេលដែលគាត់បំផ្លាញមនុស្សយន្តមួយទៀតដោយនៅសល់ត្រឹមតែ5វិនាទីវីរបុរសរបស់យើងបន្តការវាយប្រហារយ៉ាងខ្លាំងក្លារបស់គាត់ពេលវេលាកំពុងអស់ហើយជាមួយនឹងទុកមុខផ្ដោតអារម្មណ៍គាត់ត្រៀមខ្លួនសម្រាប់សត្រូវចុងក្រោយនៅចំពោះមុខមនុស្សយន្តចុងក្រោយដាក់ទីតាំងសម្រាប់ការប្រយុទ្ធសម្រេចដោយនៅសល់2វិនាទី MC របស់យើងបញ្ចេញការទាត់ដែលកម្លាំងទាំងអស់របស់គាត់ហើយនៅក្នុងវិនាទីចុងក្រោយគាត់អាចបំផ្លាញសត្រូវចុងក្រោយដោយដាវរបស់គាត់តារាងពិន្ទុនៅបង្ហាញ42នៅពេលដែលពេលវេលាអស់ប៉ុន្តែនៅពេលដែលវាប៉ះ0ពិន្ទុធ្វើការថ្មីឡើងទៅ43ការសាកល្បងបញ្ចប់ហើយជាមួយនឹងកំណត់ត្រាដែលបានធ្វើបច្ចុប្បន្នគាត់ស្មើសម្រាប់ចំណាត់ថ្នាក់លេខ1ការជជែកកម្សាន្តផ្ទុះឡើងដោយភាពរំភើបហើយតារាងពិន្ទុបញ្ជាក់ពីការស្មើជាមួយស៊ូប៊ុននូខាមីដើម Hawkeye ស្លាំងកាំងហើយស្រែកថាគាត់អាចស្មើជាមួយដើមដោយស្នាមញញឹមដ៏រំភើបគាត់ប្រកាសប្រាប់អ្នកទស្សនាជិត 40,000 នាក់ថាវាជាការស្មើអ្នកគាំទ្រជាច្រើនផ្ញើការបរិច្ចាគហើយ MC របស់យើងអរគុណអ្នករាល់គ្នាសម្រាប់ការគាំទ្ររបស់ពួកគេការជជែកកម្សាន្តសួរថាតើនេះជាការផ្សាយផ្ទាល់របស់គាត់ឥឡូវនេះឬអត់ប៉ុន្តែ Hawkeye បដិសេធភ្លាមនោះការបរិច្ចាគ 10,000 credit ពីនរណាម្នាក់ឈ្មោះ Reinhardt លេចឡើងនៅលើអេក្រង់ Hawkeye ភ្ញាក់ផ្អើលនឹងឈ្មោះ Reinhardt ហើយការជជែកកម្សាន្តព្យាយាមទាយថាតើវាជាមនុស្សពិតឬអត់អ្នកផ្សាយផ្ទាល់អរគុណគាត់សម្រាប់ការបរិច្ចាគដោយភ្ញាក់ផ្អើលដែលអ្នកមានចំណាត់ថ្នាក់កំពូលកំពុងមើលការផ្សាយរបស់គាត់យើងឃើញបុរសដ៏អស្ចារ្យម្នាក់នៅលើបល្ល័ង្កដាវ Reinhardt ដ៏ល្បីល្បាញដែលជា One Hit Swordsman Reinhardt ផ្ញើ 1000 credit មួយទៀតហើយនិយាយថាគាត់តែងតែមើលការផ្សាយរបស់អ្នកផ្សាយផ្ទាល់ហើយមានការចាប់អារម្មណ៍ MC របស់យើង Subunyu Kami ខ្លាចជាការប្រុងប្រយ័ត្នហើយឆ្ងល់ថាហេតុអ្វីបានជាគាត់បង្ហាញខ្លួនឥឡូវនេះបន្ទាប់មក Reinhardt អញ្ជើញគាត់សម្រាប់ការសហការដោយទុកឲ្យវីរបុរសរបស់យើងស្ងៀមស្ងាត់មួយផ្លែតឃើញស្ថានភាពនេះអ្នកផ្សាយផ្ទាល់មិនដឹងថាត្រូវធ្វើអ្វីទីខណៈដែលពួកគេទាំងពីររងចាំចម្លើយនៅពីក្រោយឆាក John Tail និង Hatsuka ផ្ដល់សញ្ញាយល់ព្រមឲ្យគាត់ទទួលយកសំណើទោះជាយ៉ាងណាក៏ដោយ MC របស់យើងគ្រាន់តែបដិសេធការអញ្ជើញដោយទុកឲ្យអ្នកផ្សាយផ្ទាល់ភ្ញាក់ផ្អើលទាំងស្រុងនាយកនិងអ្នកគ្រប់គ្រងភ័យស្លន់ផលចំពោះការបដិសេធផ្ទាល់នៅលើអាកាស Subunyu Kami សុំទោសហើយសុំឲ្យអ្នកផ្សាយផ្ទាល់បញ្ចប់រឿងព្រោះគាត់បានប្រាយធម្មពលច្រើនពេក Hawkeye មានការភ័ន្តច្រឡំហើយវីរបុរសរបស់យើងចាប់ផ្ដើមដើរចេញពីសង្វៀនដោយមិននិយាយអ្វីមួយម៉ាត់ទៀតនាយកនិង Hatsuka រត់ទៅរកគាត់ហើយសួរថាហេតុអ្វីបានជាគាត់បដិសេធឱកាសបែបនេះ MC របស់ You សួរថាតើវាពិតជាហេតុផលសម្រាប់ការភ្ញាក់ផ្អើលឬអត់ដែលធ្វើឲ្យបុរសនោះភ្ញាក់ផ្អើលទីបំផុតគាត់និយាយថាប្រសិនបើវាត្រូវការអ្នកមានចំណាត់ថ្នាក់សម្រាប់សហការនោះគាត់នឹងក្លាយជាម្នាក់ដោយខ្លួនឯងជាមួយនឹងទឹកមុខមឹងម៉ាត់ MC របស់យេរ Subunyu Kami ប្រឈមមុខនឹងអ្នកទាំងពីរដោយមិននិយាយអ្វីទាំងអស់
ហកអាយចូលមុខជាមួយនឹងនិយាយថាវាជាការផ្សាយផ្ទាល់ដ៏ល្អបំផុតដែលធ្លាប់មានហើយថាគាត់នឹងបង់ប្រាក់ឲ្យគាត់ភ្លាមនៅពេលដែលគាត់ទទួលបានប្រាក់បន្ទាប់មកគាត់ឆ្លៀតឱកាសពីការផ្សាយផ្ទាល់ត្រូវបានបញ្ចប់ដើម្បីសួរវីរបុរសរបស់យើងនៅសំណួរមួយអ្នកផ្សាយផ្ទាល់និយាយថារចនាស្ទាយរបស់គាត់គឺខុសគ្នាហើយសួរថាតើគាត់មានរបួសឬអត់ស៊ូប៊ូនូខាមីគិតថាដោយការរំពឹងទុកហកអាយបានកត់សម្គាល់ពីភាពខុសគ្នាផងដែរគាត់ឆ្លោះបញ្ចាំងថាវាមិនសំខាន់ថាតើគាត់ឈ្នះឬចាញ់ព្រោះទាំងពីរនឹងក្លាយជាគុណវិបាកហកអាយបន្ទាប់មកសួរថាតើគាត់មានន័យយ៉ាងណាចំពោះការក្លាយជាគុណវិបាកវីរបុរសរបស់យើងពន្យល់ថាប្រសិនបើគាត់ឈ្នះការចាប់អារម្មណ៍នឹងមានរយៈពេលខ្លីហើយចំណាប់អារម្មណ៍នឹងរលាយបាត់ប៉ុន្តែប្រសិនបើគាត់ចាញ់ការសន្និដ្ឋានគឺថាគាត់មិនអាចប្រកួតប្រជែងជាមួយដើមបានទេនោះហើយជាមូលហេតុដែលគាត់ត្រូវការលទ្ធផលដែលនឹងជួយដល់រូបភាពរបស់អ្នកផ្សាយផ្ទាល់ទាំងពីរជាមួយនឹងទឹកមុខមើងម៉ាត់គាត់បង្ហាញថាការស្មើគឺជាលទ្ធផលល្អបំផុតសម្រាប់ពួកគេទាំងពីរនាយកបន្ទាប់មកសួរថាតើគាត់មានន័យថាគាត់អាចធ្វើបានល្អជាងនេះឬអត់MC របស់យើងស៊ូប៊ូនូខាមីគ្រាន់តែឆ្លើយតបដោយអាត់កំបាំងថាតាមនរណាទៅដឹង John Tail បញ្ចប់ការពិភាក្សាហើយនិយាយថាលទ្ធផលមិនអាចផ្លាស់ប្ដូរបានទេឥឡូវនេះទីបំផុតស៊ូប៊ូនូខាមីនិយាយថាវាអាស្រ័យលើរបៀបដែលអ្នកទស្សនាយល់ភាពពីស្ថានភាពជាមួយនឹងការនិយាយនោះគាត់បែរខ្នងហើយដើរចោលតាមចិន្តាដោយទុកអ្នកទាំង3នៅពីក្រោយក្នុងសង្វៀន